នៅលើកញ្ចក់ភាពយន្តលោកឈិនឡុងគឺជាអ្នកប្រយុទ្ធដែលមិនខ្លាចស្លាប់ជាវីរបុរសដែលធ្វើយើងសើចសប្បាយនិងភ្ញាក់ផ្អើលប៉ុន្តែនៅពីក្រោយភាពល្បីល្បាញនេះមានរឿងរ៉ាវនៃការតស៊ូការលះបង់និងការបដិញ្ញាចិត្តដែលមនុស្សជាច្រើនមិនបានដឹងនេះគឺជាដំណើរជីវិតដ៏មិនធម្មតារបស់បុរសម្នាក់ដែលបានកសាងកេរ្តិ៍ឈ្មោះពីបាតដីទទេរហូតក្លាយជាតារាល្បីល្បាញទូទាំងពិភពលោកកុមារភាពដ៏លំបាកនិងការវឹកហាត់ដ៏តឹងរ៉ឹងលោកឈិនឡុងកើតនៅទីក្រុងហុងកុងឆ្នាំ1954មានឈ្មោះដើមថាឆាន់ខុងសៀងឪពុកម្ដាយរបស់គាត់ធ្វើការនៅស្ថានទូតបារាំងហើយដោយសារតែជីវភាពលំបាកពួកគេឲ្យគាត់ទៅសាលារបស់លោកយូជីមយិនដែលជាសាលាល្ខោនចិននៅទីនោះក្មេងប្រុសឈិនឡុងត្រូវបានវឹកហាត់យ៉ាងតឹងរ៉ឹងរយៈពេល10ឆ្នាំគាត់រៀនក្បាច់គុនកាយសម្ព័ន្ធចម្រៀងនិងសម្ដែងជីវិតប្រចាំថ្ងៃគឺពោរពេញទៅដោយការវាយដំនិងការដាក់វិន័យយ៉ាងតឹងរ៉ឹងប៉ុន្តែវាជាកន្លែងដែលគាត់បានកសាងគ្រឹះនៃជំនាញដែលធ្វើឲ្យគាត់ល្បីល្បាញនាពេលអនាគតពីអ្នកសម្ដែងជំនួសដល់តារាភាពយន្តបន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាល្ខោនឈិនឡុងបានចាប់ផ្ដើមអាជីពរបស់គាត់ជាអ្នកសម្ដែងជំនួសនៅក្នុងខ្សែភាពយន្តហុងកុងជាច្រើនគាត់បានសម្ដែងជំនួសតួអង្គល្បីៗដូចជាលោក Bruce Lee ទៀតផងបទពិសោធន៍នេះបានបង្រៀនគាត់ច្រើនអំពីការថតភាពយន្តនិងរបៀបធ្វើឈុតឆាកប្រយុទ្ធទោះបីជាការចាប់ផ្ដើមមានភាពលំបាកក៏ដោយភាពប៉ិនប្រសប់និងស្មារតីមិនចុះចាញ់របស់គាត់បានធ្វើឲ្យគាត់ទទួលបានឱកាសសម្ដែងជាតួឯកគាត់បានបង្កើតស្ទីលប្រយុទ្ធប្លែកពីគេដែលលាយឡំក្បាច់គុនកាយសម្ព័ន្ធនិងភាពកំប្លុកកំប្លែងភាពយន្តដូចជា Drunken Master និង Snake in the Angle Shadow បានធ្វើឲ្យគាត់ក្លាយជាតារារះថ្មីមួយដួងនៅក្នុងពិភពភាពយន្តហុងកុងការប្រថុយប្រឋាននិងរបួសរົບមិនអស់អ្វីដែលធ្វើឲ្យលោកឈិនឡុងខុសប្លែកពីតារាដទៃគឺការបដិញ្ញាចិត្តរបស់គាត់ក្នុងការសម្ដែងឈុតគ្រោះថ្នាក់ដោយខ្លួនឯងគាត់បានធ្លាក់ពីលើអគារខ្ពស់ៗធ្លាក់ពីលើឡានឆ្លងកាត់ការផ្ទុះនិងប្រយុទ្ធជាមួយមនុស្សជាច្រើនដោយផ្ទាល់គាត់បានជួបគ្រោះថ្នាក់រាប់មិនអស់គាត់ធ្លាប់បាក់ច្រមុះបាក់ឆ្អឹងថ្គាមបាក់ឆ្អឹងជំនីបាក់ដៃរបួសក្បាលយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យបែកលលាក្បាលនិងស្ទើរតែបាត់បង់ជីវិតទៀតផងគ្រោះថ្នាក់ទាំងនេះមិនបានធ្វើឲ្យគាត់បាក់ទឹកចិត្តឡើយផ្ទុយទៅវិញវាបានធ្វើឲ្យគាត់កាន់តែព្យាយាមឡើងការចូលទីផ្សារ Hollywood និងការតស៊ូដើម្បីរក្សាអត្តសញ្ញាណបន្ទាប់ពីទទួលបានភាពជោគជ័យនៅអាស៊ីលោកឈិនឡុងបានព្យាយាមឈានជើងចូលទីផ្សារ Hollywood ប៉ុន្តែការចាប់ផ្ដើមមិនសូវរលូនទេគាត់ត្រូវបានគេព្យាយាមផ្លាស់ប្ដូរស្ទីលប្រយុទ្ធនិងភាពកំប្លុកកំប្លែងរបស់គាត់ឲ្យដូចតារា Hollywood ដទៃដែលធ្វើឲ្យភាពយន្តដំបូងរបស់គាត់មិនសូវទទួលបានការចាប់អារម្មណ៍គាត់បានតស៊ូដើម្បីរក្សាអត្តសញ្ញាណដើមរបស់គាត់ដោយជឿជាក់លើស្ទីលពិសេសរបស់គាត់ទីបំផុតភាពយន្តដូចជា Rush Hour បានធ្វើឲ្យគាត់ទូខ្លាំងនៅសហរដ្ឋអាមេរិកគាត់បានបង្ហាញថាភាពយន្តបែបក្បាច់គុនដែលលាយឡំកំប្លុកកំប្លែងអាចទទួលបានការគាំទ្រពីទស្សនិកជនទូទាំងពិភពលោកកេរដំណែលនិងឥទ្ធិពលលោកឈិនឡុងមិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេគាត់គឺជាបាតុភូតមួយគាត់បានបង្រៀនយើងថាជាមួយនឹងការតស៊ូការលះបង់និងការជឿជាក់លើខ្លួនឯងយើងអាចសម្រេចក្តីសុបិនបានគាត់បានជំរុញលើកទឹកចិត្តមនុស្សរាប់លានអ្នកនៅទូទាំងពិភពលោកឲ្យជឿជាក់លើភាពក្លាហានរបស់ខ្លួនឯងកេរ្តិ៍ឈ្មោះរបស់គាត់បានបន្សល់ទុកនូវឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើឧស្សាហកម្មភាពយន្តហើយគាត់នៅតែជាវីរបុរសក្នុងដួងចិត្តអ្នកគាំទ្រជានិច្ចពីក្មេងប្រុសដ៏តូចម្នាក់ដែលត្រូវវឹកហាត់យ៉ាងតឹងរ៉ឹងរហូតក្លាយជាតារាភាពយន្តលំដាប់ពិភពលោកឈិនឡុងបានបង្ហាញថាមានអ្វីជាឧបសគ្គសម្រាប់មនុស្សដែលមានការបដិញ្ញាចិត្តពិតប្រាកដនោះទេ